ប្រទេសកំពុងតែមានសង្គ្រាមតាហ៊ានរាប់ម៉ឺនអ្នកកំពុងតែប្រឈមមុខជាមួយនឹងការស្លាប់ឥឡូវហ្នឹងខ្ញុំសូមនិយាយខ្មែរទៅដល់តាហ៊ានរបស់សៀមខ្ញុំជឿថាប្រកាសស្ដាប់ខ្មែរបានព្រោះអីសិតតែជាខ្មែរសរិនអ្នកឯងកំពុងតែស្នេហាជាតិប្រឈមមុខជាមួយនឹងសត្រូវប៉ុន្តែប្រជាពលរដ្ឋជាមួយនឹងមេដឹកនាំដុនខែចង់ប្រទេសមានសង្គ្រាមចង់តាហ៊ានប្រមាណម៉ឺនអ្នកកំពុងតែប្រឈមមុខជាមួយនឹងការស្លាប់ក៏ដោយប៉ុន្តែមេដឹកនាំនិងប្រជាពលរដ្ឋសុំរំឆាត់ឆាសិនហើយអញ្ចឹងល្មមគិតហើយតាហ៊ានសរិនដែលកំពុងតែមកឈ្លានពានខ្មែរនេះប្រយ័ត្នមកធ្វើជាដីជីខ្មែរអត់អំពើគឺឈប់ឈ្លានពានដីខ្មែរទៅរត់ចោលជួរទៅគ្រាន់តែមើលប៉ុណ្ណឹងយើងអាចបញ្ជាក់ប្រាប់ពិភពលោកបានហើយថាប្រទេសសៀមបានឈ្លានពានយើងមុនជនភៀសឹកជាមួយនឹងមេដឹកនាំចាឈៀងក្រៅអូខេរំឆាត់ឆាសិនហើយខុសផ្ទុយជាមួយនឹងប្រជាពលរដ្ឋខ្មែររបស់យើងគឺយើងហូបបាយស្ទើរតែមិនចូលបងប្អូនគ្មានអារម្មណ៍ណាទៅរំសប្បាយទេពួកឯប្រទេសយើងជាអ្នកត្រូវការសន្តិភាពពិតប្រាកដយើងជួក្រោយបងប្អូនអ្វីដែលសំខាន់បំផុតយើងត្រូវតែផ្ដល់កម្លាំងចិត្តដល់ធំធេងជូនវីរៈកងទ័ពរបស់យើងអ្វីដែលយើងត្រូវធ្វើពេលនេះគឺសាមគ្គីភាពអញ្ចឹងសាមគ្គីភាពយើងកំពុងតែឈ្នះហើយបងប្អូនយើងកំពុងតែឈ្នះសត្រូវដ៏ធំតែម្ដងដោយសារតែយើងមើលទង្វើរបស់ពួកវាទៅគឺវាដុនខែជាមួយនឹងទាហានរបស់ពួកវាជាខ្លាំងអញ្ចឹងអ្វីដែលយើងឈ្នះពេលនេះគឺសាមគ្គីភាពនិងកម្លាំងចិត្តទៅដល់វីរៈកងទ័ពរបស់យើង